បៃលិនក្នុងពិធីបុណ្យអុំទូកអអំបុកបណ្ដែតប្រទីបនិងសំពះព្រះខែមានភ្ញៀវទេសចរជិត20,000 នាក់ខេត្តបៃលិនរយៈពេល3ថ្ងៃនៃពិធីបុណ្យអុំទូកអអំបុកបណ្ដែតប្រទីបនិងសំពះព្រះខែទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបចំនួន 189,218 នាក់បើប្រៀបធៀបទៅនឹងឆ្នាំ 2024 ដែលមានចំនួនសរុប 185,508 នាក់ឃើញថាកើនចំនួន 2%តាមរបាយការណ៍រដ្ឋបាលខេត្តបៃលិនបានឲ្យដឹងថានៅថ្ងៃទី1នៃពិធីបុណ្យអុំទូកមានភ្ញៀវទេសចរសរុប 30,818 នាក់ក្នុងនោះភ្ញៀវជាតិ 30,643 នាក់ភ្ញៀវបរទេស175 នាក់នៅថ្ងៃទី2នៃពិធីបុណ្យអុំទូកមានភ្ញៀវទេសចរសរុប 60,132 នាក់ក្នុងនោះភ្ញៀវជាតិ 59,989 នាក់ភ្ញៀវបរទេស143 នាក់ថ្ងៃទី3នៃពិធីបុណ្យអុំទូកមានភ្ញៀវទេសចរសរុប 98,268 នាក់ក្នុងនោះភ្ញៀវជាតិ 98,063 នាក់ភ្ញៀវបរទេស205 នាក់ដោយឡែកសម្រាប់ភ្ញៀវទេសចរសរុបទាំង3ថ្ងៃភ្ញៀវជាតិមានចំនួន 188,695 នាក់ប្រៀបធៀបទៅនឹងចំនួនភ្ញៀវទេសចរជាតិសរុបឆ្នាំ 2024 ដែលមានចំនួន 188,041 នាក់ឃើញថាកើនចំនួន 0.35%ភ្ញៀវអន្តរជាតិមានចំនួន 523 នាក់ប្រៀបធៀបនឹងចំនួនភ្ញៀវអន្តរជាតិឆ្នាំ 2024 ដែលមានចំនួន 7,467 នាក់ឃើញថាថយចំនួន 92%តំបន់ទេសចរដែលមានភ្ញៀវទេសចរទៅទស្សនាច្រើនរួមមានទឹកធ្លាក់ភ្នំខៀវ សួនកុមារនិងភ្នំយ៉ាត